ស៊ុនអ៊ូបៃតាយុទ្ធសាស្ត្រសង្គ្រាមមកទល់បច្ចុប្បន្នប្រសិនបើគេរំលឹកអំពីក្បួនសឹកស៊ុនអ៊ូគឺគេរំលឹកត្រឹមតែ13ជំពូកប៉ុណ្ណោះប៉ុន្តែបើយោងទៅតាមប្រវត្តិសាស្ត្រនិងខ្សែភាពយន្តរឿងក្បួនសឹកស៊ុនអ៊ូត្រូវបានគេលើកឡើងថាក្បួនសឹកស៊ុនអ៊ូមានរហូតដល់ទៅ82ជំពូកឯណោះតើមូលហេតុអ្វីបានមកទល់បច្ចុប្បន្ននេះក្បួនសឹកស៊ុនអ៊ូត្រូវបានគេលើកមកនិយាយតែ13ជំពូកថ្ងៃនេះដានជើងប្រវត្តិសាស្ត្រនឹងមកស្រាយចម្ងល់អ្នកទាំងអស់គ្នាបើយើងមើលទៅលើរឿងក្បួនសឹកស៊ុនអ៊ូដើមឡើយក្បួនសឹកស៊ុនអ៊ូគឺពិតជាមានត្រឹមតែ13ជំពូកពិតមែនហើយស៊ុនអ៊ូក៏បានដឹកនាំទ័ពជាមួយនឹងស្ដេចហឺលីដើម្បីវាយនគរឈូតែក្រោយពីមើលឃើញពីភាពខ្វះខាតនៅក្នុងក្បួនសឹកនិងភាពឃោរឃៅក្នុងសង្គ្រាមរបស់ស្ដេចហឺលីព្រមទាំងព្រះបុត្រាហ្វូឆាយក្រោយចប់សង្គ្រាមជាមួយនគរឈូស៊ុនអ៊ូបានសម្ងំកែប្រែក្បួនសឹកនិងសរសេរបន្ថែមរហូតទៅដល់82ជំពូកប៉ុន្តែក្បួនសឹករបស់លោកទាំង13ជំពូកគឺបានល្បីល្បាញរួចទៅហើយដោយឡែកបន្ទាប់ពីស្ដេចហឺលីសោយទីវង្គតទៅក្បួនសឹកទាំង82គឺមិនត្រូវបានលោកប្រគល់ទៅឲ្យអ្នកផ្សេងឡើយរួមទាំងស្ដេចហ្វូឆាយនិងកូនប្រុសរបស់លោកផងដែរហើយនៅក្នុងរឿងនេះលោកថែមទាំងឲ្យប្រពន្ធទី2របស់លោកដុតវាចោលទៀតផងប៉ុន្តែចុងក្រោយនៅឈុតមួយដែលលោកបានជួបនិយាយគ្នាជាមួយនឹងអ្នកប្រាជ្ញខុងជឺហើយនឹងឡាវជឺគាត់បាននិយាយថាក្បួនសឹកទាំង82គឺបានសរសេរចប់រួចរាល់ហើយប៉ុន្តែលោកមិនអាចឲ្យទៅអ្នកផ្សេងប្រើប្រាស់ឡើយព្រោះបើគេយកទៅប្រើក្នុងផ្លូវខុសនោះវានឹងក្លាយជាកំហុសដ៏ធ្ងន់ធ្ងរការរកឃើញភស្តុតាងតាមប្រវត្តិសាស្ត្របុរាណវិទ្យាតាមការកំណត់ក្នុងសៀវភៅប្រវត្តិសាស្ត្រហានពិតជាបានបញ្ជាក់ថាក្បួនសឹកស៊ុនអ៊ូមាន82ជំពូកនិងមានរូបភាពគំនូសបំព្រួញចំនួន9ក្បាលមែនប៉ុន្តែការបាត់បង់ទៅតាមពេលវេលាឆ្លងកាត់រាប់ពាន់ឆ្នាំសង្គ្រាមនិងការដុតបំផ្លាញសៀវភៅក្នុងសម័យកាលរាជវង្សឈិនបានធ្វើឲ្យឯកសារដើមភាគច្រើនត្រូវបាត់បង់ការរកឃើញនៅភ្នំយិនឡៃនៅឆ្នាំ1972គេបានរកឃើញបន្ទះឫស្សីសរសេរក្បួនសឹកនៅក្នុងភ្នោបុរាណសម័យហានក្នុងនោះគេរកឃើញថា13ជំពូកដែលយើងប្រើសពថ្ងៃគឺជាខ្លឹមសារស្នូលរីឯផ្នែកដែលនៅសល់អាចជាការពន្យល់បន្ថែមឬជាសំណួរចម្លើយរវាងស៊ុនអ៊ូនិងស្ដេចនគរអ៊ូប៉ុណ្ណោះការសម្រាំងយកខ្លឹមសារដោយឆាវអ្នកដែលធ្វើឲ្យក្បួនសឹកស៊ុនអ៊ូល្បីល្បាញនិងនៅសល់ត្រឹម13ជំពូកដោយសពថ្ងៃគឺឆាវក្នុងសម័យនគរទាំង3ឆាវគឺជាអ្នកយុទ្ធសាស្ត្រម្នាក់ដែលចូលចិត្តក្បួនសឹកនេះខ្លាំងណាស់លោកបានយកអត្ថបទដើមមកចងក្រងនិងកាត់ចោលនៅផ្នែកដែលស្ទួនឬមិនសូវសំខាន់ដើម្បីឲ្យខ្លីខ្លឹមនិងងាយយល់ដល់មេទ័ពជំនាន់ក្រោយសៀវភៅដែលយើងអានសពថ្ងៃភាគច្រើនគឺជាកំណែទម្រង់ដែលឆាវបានសម្រាំងទុកប៉ុណ្ណោះការបែងចែករវាងស៊ុនអ៊ូនិងស៊ុនប៉ិនកាលពីមុនអ្នកប្រវត្តិសាស្ត្រខ្លះច្រឡំថាក្បួនសឹករបស់ស៊ុនអ៊ូនិងស៊ុនប៉ិនកូនចៅជំនាន់ក្រោយរបស់ស៊ុនអ៊ូគឺជាសៀវភៅតែមួយវាអាចទៅរួចដែលចំនួន82ជំពូកនោះគឺជាការបូកបញ្ចូលគ្នារវាងក្បួនសឹករបស់បុព្វបុរសស៊ុនអ៊ូនិងកូនចៅស៊ុនប៉ិនក្រោយមកទើបគេបែងចែកចេញពីគ្នាដោយរក្សាទុក13ជំពូកជាក្បួនដើមរបស់ស៊ុនអ៊ូយ៉ាងណាមិញអ្វីត្បិតតែចំនួនជំពូកថយចុះពី82មកត្រឹម13ជំពូកប៉ុន្តែគុណភាពនិងយុទ្ធសាស្ត្រនៅក្នុង13ជំពូកនេះត្រូវបានគេចាត់ទុកថាជាគ្រឹះដ៏រឹងមាំបំផុតដែលគ្របដណ្ដប់លើគ្រប់ទិដ្ឋភាពនៃសង្គ្រាមតាំងពីការវាយតម្លៃស្ថានភាពរហូតដល់ការប្រើប្រាស់ចារកម្មទៀតផង